បាទជំរាបសួរនិងសួស្តីបងប្អូនអរគ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល iOS បាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងអស់គ្នាតាក់ទងទៅនឹងកន្លឹះខ្លីមួយនៅលើទូរស័ព្ទដៃ iPhone គឺរបៀបនៅក្នុងការដាក់ម៉ោងរោឬរបៀបនៅក្នុងការកំណត់ម៉ោងរោលើទូរស័ព្ទដៃ iPhone បាទអញ្ចឹងចំពោះការកំណត់ម៉ោងរោនេះខ្ញុំជឿជាក់ថាបងប្អូនយើងភាគច្រើនគាត់ប្រកាសចេះហើយក៏នៅមានបងប្អូនយើងខ្លះទៀតគាត់មិនទាន់ចេះនៅឡើយទេអញ្ចឹងបើសិនជាបងប្អូនអត់ទាន់ចេះពីរបៀបនៅក្នុងការដាក់ម៉ោងរោលលើទូរស័ព្ទដៃ iPhone របស់យើងទេតោះទស្សនាវីដេអូជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងជំហានដំបូងយើងត្រូវរកកម្មវិធីមួយឬក៏ app មួយដែលមានឈ្មោះថា Clock នេះបាទដែលមានសញ្ញាម៉ោងបាទសញ្ញាម៉ោងឬក៏សញ្ញាតនិចនាឡិកាហ្នឹងបាទយើងចុចទៅលើកម្មវិធីហ្នឹងមកអូខេជំហានបន្ទាប់ទៀតបងប្អូនត្រូវចុចទៅលើកន្លែងពាក្យថា alarm បាទសញ្ញាតនិចនាឡិកាហ្នឹងបាទអូខេបាទមកដល់កន្លែងនេះបងប្អូនឃើញម៉ោងរោច្រើនទេដោយសារតែខ្ញុំបានដាក់ម៉ោងរោច្រើនមែនតើសម្រាប់រំលឹកខ្លួនឯងណាដោយសារតែខ្ញុំអត់សូវចងចាំបាទការចងចាំរបស់ខ្ញុំរៀងខ្សោយអញ្ចឹងសម្រាប់ទូរស័ព្ទរបស់យើងដែលអត់ទាន់បានកំណត់ម៉ោងរោនៅឡើយទេវាអាចនឹងបង្ហាញនិមិត្តសញ្ញាលេខបូកនេះបាទបង្ហាញនិមិត្តសញ្ញាលេខបូកនៅខាងលើគៀនខាងស្ដាំឬក៏នៅចំកណ្ដាលនៃapp ទាំងមូលតែម្ដងបាទអញ្ចឹងដើម្បីកំណត់ម៉ោងរោបានបងប្អូនត្រូវចុចកន្លែងសញ្ញាលេខបូកនឹងមកបាទបន្ទាប់មកទៀតយើងជ្រើសរើសម៉ោងយើងចង់ឲ្យវារោនៅម៉ោងប្រមាណបាទឧទាហរណ៍តែខ្ញុំចង់ឲ្យវារោនៅម៉ោង11បាទអូខេអញ្ចឹងបន្ទាប់ពីយើងជ្រើសរើសម៉ោងហើយយើងជ្រើសរើសនាទីម្ដងបាទយើងជ្រើសរើសនាទីយើងចង់ឲ្យឧទាហរណ៍ថាម៉ោង11ម៉ោង11ប្រហែលនាទីបានវារោបាទអញ្ចឹងខ្ញុំកំណត់ត្រឹមម៉ោង11កន្លះចុះបាទសុំទោសបាទកំណត់ម៉ោង11កន្លះបាទបន្ទាប់ពីកំណត់ម៉ោងកំណត់នាទីហើយបងប្អូនត្រូវជ្រើសរើសពេលយើងឲ្យវារោពេលណាពេលព្រឹកឬក៏ពេលល្ងាចបាទបើសិនជាយកពេលព្រឹកបងប្អូនយក AM ហ្នឹងត្រូវហើយបាទយើងជ្រើសរើសយកពាក្យថា AM ឲ្យវាស្មើជាមួយនឹងម៉ោងរោដែលយើងកំណត់នេះបាទប៉ុន្តែបើសិនជាយើងចង់ដាក់ឲ្យវារោពេលល្ងាចឬក៏ពេលយប់បងប្អូនត្រូវអូសពាក្យថា AM PM ឡើងលើមកឲ្យវាស្មើជាមួយនឹងម៉ោងរោដែលយើងកំណត់នេះបាទអញ្ចឹងម៉ោង11កន្លះនេះបើសិនជាខ្ញុំយក PM គឺវារោនៅពេលម៉ោង11យប់បាទប៉ុន្តែបើសិនជាយក AM នេះគឺវារោនៅពេលព្រឹកបាទបន្ទាប់ពីសេរីម៉ោងនឹងកំណត់ពេលព្រឹកពេលល្ងាចហើយបងប្អូនកលេចមើលខាងក្រោមបាទកន្លែងពាក្យថា repeat នេះបាទយើងចុចទៅលើ repeat ហ្នឹងមកអញ្ចឹងកន្លែង repeat នេះបងប្អូនចង់ឲ្យវារោម្ដងទៀតឬក៏អត់បើសិនជាបងប្អូនចង់ឲ្យវារោតាមថ្ងៃដែលយើងចង់ដាក់ឧទាហរណ៍ថាយើងចង់ឲ្យវារោថ្ងៃច័ន្ទឬក៏បងប្អូនចង់ឲ្យវារោថ្ងៃអង្គារយើងធីកគ្រីសថ្ងៃអង្គារមួយមកអញ្ចឹងរាល់ថ្ងៃអង្គារគឺវាតែងតែរោវារោរហូតឲ្យតែថ្ងៃអង្គារបាទប៉ុន្តែបើសិនជាយើងចង់ដាក់ឲ្យវារោរាល់ថ្ងៃបាទនេះយើងគ្រីសទាំងអស់មកច័ន្ទអង្គារពុធពហុសុក្រសៅរ៍អាទិត្យយើងគ្រីសទាំងអស់មកបាទតែបើសិនជាយើងចង់ឲ្យវារោតែម្ដងទេបងប្អូនដោះគ្រីសទាំងអស់ចេញបាទគឺវានឹងរោតែម្ដងទេបាទអញ្ចឹងសម្រាប់ខ្ញុំចង់ឲ្យវារោតែម្ដងទេខ្ញុំចុចថយបាទបន្ទាប់មកទៀតកន្លែង label យើងមើលកន្លែងពាក្យថា label កន្លែង label ហ្នឹងគឺយើងអាចដាក់ចំណងជើងដែលអ្វីដែលយើងត្រូវធ្វើឬក៏យើងត្រូវទៅណាទៅណីអញ្ចឹងណាបាទឧទាហរណ៍ថាយើងត្រូវធ្វើអីទៅណានៅក្នុងថ្ងៃហ្នឹងណាយើងសរសេរមកឧទាហរណ៍ថាខ្ញុំម៉ោង11កន្លះហ្នឹងខ្ញុំត្រូវលេបថ្នាំឧទាហរណ៍ណាបាទខ្ញុំត្រូវលេបថ្នាំបាទលេបថ្នាំអូខេ
cái lại là bè chấm nong chương nước viên sầm khăn trong tha sầm ép nẹt đài là cọt ở sợi chăm bà dương soi cả trong chám bông bồn trời tại cầm nọt chấm nong chương nước là bay chấm nuôi ở dương đằng tha dương mong rô nứng dương trời thừa ấy dương trời từ nà bà xin gì dương đặng tại mong rô tại tế là pe mong rô dương có plek tha đang mong rô nứng rô trời thừa ấy được có từ nà thì bà sầm ép nẹt đặc soi cả trong chám chẳng á bà ok chẳng bắt top pi cái lại đại chấm nong chương nâng hai bông bồn chơi rơ sờ lên rô để bông bồn chọn đạn nâng máu và cái lại biệt thả sao ní và chẳng những cho cái lại biệt thả sao nó dương chơi rơ sờ lên rô đây dương chọn là về rô sờ lư sờ lên ấy chơi rơ máu và ok chẳng nhầm do sờ lên mùi ní chẳng những con từ lơ sờ lên mùi nó ở về rô sờ nhà kri háo dương cho thỏi cào mất cứ cho vậy và cho thỏi cào và chấm hiên bắt top tiết trong cào kế cứ bị thả snooze nứng ban đây tha np đời đào màu rô đang hói dương chật bật từ lờ bị thả snooze nứngประมาณในตีក្រោយឧទាហរណ៍ថា5នាទីក្រោយគឺវានឹងរោម្ដងទៀតបាទនៅពេលដែលយើងចុចបិទទៅលើពាក្យថា snooze ហ្នឹង5នាទីក្រោយវានឹងរោម្ដងទៀតបាទប៉ុន្តែបើសិនជាយើងចុចបិទមុខងារ snooze ហ្នឹងគឺយើងចុចបិទតែម្ដងគឺវាឡើងរោម្ដងទៀតហើយអញ្ចឹងអាហ្នឹងវាស្រ័យទៅលើបងប្អូនទេបងប្អូនចង់ចុចបើកកន្លែង snooze ហ្នឹងក៏បានអត់ក៏បានដែរបាទតែសម្រាប់ខ្ញុំអត់បើកវាទេកន្លែងពាក្យថា snooze ហ្នឹងនៅពេលដែលខ្ញុំចុចបិទខ្ញុំអត់ចង់ឲ្យវារោម្ដងទៀតទេអញ្ចឹងខ្ញុំចុចបិទកុងតាក់ snooze ហ្នឹងតែម្ដងបាទចុចបិទចោលតបមកជំហានចុងក្រោយបំផុតគឺបងប្អូនគ្រាន់តែចុចទៅលើពាក្យថា save មកបាទចុចទៅលើពាក្យថា save បាទប៉ុណ្ណឹងគឺរួចរាល់ហើយនេះម៉ោង11កន្លះគឺទៅលេបឆ្នាំបាទពេលព្រឹកអូខេបាទអញ្ចឹងចំពោះរបៀបនៅក្នុងការកំណត់ម៉ោងរោក៏ដូចជាដាក់ម៉ោងរោលើទូរស័ព្ទដៃ iPhone គឺមានប៉ុណ្ណឹងទេបើសិនជាបងប្អូនមានជាចម្ងល់អត់យល់តាមអត់តន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានហើយយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយក្នុង Channel កណ្ដាល iOS